ហើយអ្វីបានជាមនុស្សដែលយល់ចិត្តអ្នកដទៃបំផុតច្រើនតែជាមនុស្សដែលឯកោបំផុតមូលហេតុពិតប្រាកដដែលអ្នកពូកែយល់ពីអារម្មណ៍អ្នកដទៃខ្លាំងគឺដោយសារតែក្នុងជំរឿចិត្តរបស់អ្នកពិតជាចង់ឲ្យនរណាម្នាក់យល់ពីអ្នកខ្លាំងបែបនេះណាអ្នកមើលឃើញពីការឈឺចាប់ទម្លាប់និងភាពស្មុគស្មាញរបស់ពួកគេពីព្រោះអ្នកប្រាថ្នាចង់ឲ្យនរណាម្នាក់អាចមើលឃើញពីរឿងទាំងនេះនៅក្នុងខ្លួនរបស់អ្នកដែរអ្នកក៏សង្កល់ឃើញគ្រប់ជ្រុងជ្រោយនៃអត្តសញ្ញាណរបស់ពួកគេពីព្រោះអ្នកកំពុងតែរងចាំយ៉ាងអន្ទះសារឲ្យនរណាម្នាក់អាចមើលរំលងសម្បកក្រៅរបស់អ្នកហើយមើលឃើញពីទំហំនៃការលះបង់ដែលអ្នកកំពុងលះបង់និងអត់ធ្មត់ទ្រាំយ៉ាងស្ងៀមស្ងាត់ដូច្នេះអ្នកក៏បានផ្ដល់ការយល់ចិត្តដែលអ្នកកំពុងស្រេកឃ្លាននោះទៅឲ្យអ្នកដទៃអ្នកផ្ដល់ការយល់ចិត្តទុកដាក់យ៉ាងពេញទំហឹងទៅកាន់ពួកគេដោយសង្ឃឹមថាពួកគេនឹងធ្វើរឿងដដែលនេះត្រឡប់មកអ្នកវិញអ្នកព្យាយាមយល់ពីពួកគេយ៉ាងច្បាស់ដោយគិតថាប្រហែលជានៅទីបំផុតពួកគេអាចនឹងមើលឃើញតម្លៃរបស់អ្នកត្រឡប់មកវិញដែរប៉ុន្តែការពិតគឺពួកគេមិនបានធ្វើនោះទេពួកគេត្រឹមតែទទួលយកការយល់ចិត្តរបស់អ្នកហើយមិនបានផ្ដល់អ្វីត្រឡប់មកវិញសោះឡើយពួកគេស្រឡាញ់អារម្មណ៍ដែលអ្នកធ្វើឲ្យពួកគេគិតថាមានគេផ្ដល់តម្លៃនិងយកចិត្តទុកដាក់ខណៈដែលរូបអ្នកផ្ទាល់នៅតែបន្តជាមនុស្សដែលគ្មាននរណាមើលឃើញឬក៏ invisible នៅក្នុងកាយភ្នែករបស់ពួកគេភាពហួសចិត្តដល់សាច់ឈឺចាប់នោះគឺកាលណាអ្នកកាន់តែយល់ពីអ្នកដទៃអ្នកកាន់តែមានអារម្មណ៍ថាគ្មាននរណាម្នាក់យល់ពីអ្នកទាល់តែសោះអ្នករវល់តែដើរតួជាកញ្ចក់សម្រាប់មនុស្សគ្រប់គ្នារហូតដល់គ្មាននរណាម្នាក់ខ្វល់នឹងសម្លឹងមើលមកកាន់អ្នកដោយផ្ទាល់ឡើយ